ពិធីបុណ្យវេដាពឹស្ដាវទឹងមហាកុសលជូនចំពោះជីដូនជីតាដែលមានធាតុនៅលើទូលអង្គនិងទូលធាតុសូមផ្សាយដំណឹងជូនសន្តានញាតិទៅកម្មវិធីបុណ្យថ្ងៃណាថ្ងៃណីនៅថ្ងៃសៅរ៍ទី15កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ជំរាបបងប្អូនទាំងប្រុសស្រីត្រូវនឹងថ្ងៃអ្វីថ្ងៃទី12ខែមេសាឆ្នាំ2025ចំណែកម៉ោង 3:30 នាទីមានពិធីក្រុងពីលីចំណែកជញ្ញពេលល្ងាចសម្ដែងញញធម្មទេសនាដោយព្រះអង្គភិនវុធីព្រះគ្រូចៅអធិការវត្តប្រាសាទនាងខ្មៅសពថ្ងៃចំណែកជញ្ញពេលយប់ជម្រាបឲ្យបានជាក់មានវងល្ខោនមសាដល់ញាតិញោមទាំងប្រុសស្រីចំណែកលុះព្រឹកឡើងថ្ងៃអាទិត្យទី13ម៉ោង 6:30 នាទីព្រឹកញាតិលោកតាយាយគឺប្រគេនយគូព្រះសង្ឃចំណែកម៉ោង 7:30 នាទីនមស្ការបរតនត្រ័យសមាទានសិលរួចនិមន្តព្រះសង្ឃវត្តប្រឹក្សានិងវត្តសំរោងរតគឺអញនិមន្តអញគោចរបិណ្ឌបាតបងប្អូនយទីមេត្រីចំណែកអញអ្នកផ្ដាំបុណ្យចាំស្ដាប់ខ្ញុំនិទានស្ដីអញផ្ដើមបុណ្យដោយអញសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនជាអញសម្ដេចព្រះសង្ឃនាយករងទី3ចំណែកអញទី2គឺអញសម្ដេចព្រះមង្គលមុនីរាំងសីហូឈាវនាគបងប្អូនសន្តានញាតិគឺអញប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកអញសពថ្ងៃព្រមទាំងអញប្រជាពលរដ្ឋនិងបរិស័ទអញចិត្តឆ្ងាយបងប្អូនលោកឪពុកអ្នកម្ដាយហើយកម្មវិធីប្រព្រឹត្តនៅកន្លែងណាកន្លែងណីកម្មវិធីដើម្បីអញឧទ្ទិសមហាកុសលជូនចំពោះជីដូនជីតាញាតិកាទាំង7សន្តាននិងជីដូនជីតាក្នុងសង្សារវត្តជំរាបបងប្អូនឲ្យពិតប្រកបនិងប្រព្រឹត្តទៅនៅភូមិចុងអង្គរឃុំពេជ្រឃុំពេជ្រសាស្រុកកោះអណ្ដែតតកែវយើងសពថ្ងៃគឺឃុំមុញពេជ្រសាអ្នកទស្សនាជាទីមេត្រីមាញ់អញផ្លាត់មាត់ផ្លាតសម្ដីសូមខន្តីដល់ចបៃផង
ព្រមទាំងអញសូមគោរពពេញប្រគេនពរនិងអញជូនពរដល់ពុទ្ធបរិស័ទចិត្តឆ្ងាយព្រមទាំងលោកឪពុកអ្នកម្ដាយលោកតានិងលោកយាយបានចូលរួមកម្មវិធីបុណ្យជ្រះថ្លាទាំងប្រុសស្រីក្រោយពេលលញចប់កិច្ចបង្ហើយបុណ្យថ្ងៃទី13មិនថាអញលោកតាលោកយាយលោកប្រុសលោកស្រីកុមារាកុមារីក្រោយពេលបានចប់កិច្ចបង្ហើយបុណ្យកាលណាកាលណីសូមបានកុសលផលបុណ្យស្មើគ្នាអើយអាយយើងអើយចបៃខ្ញុំបាទសូមគោរពលា